ខ្លាញ់ល្អសម្រាប់សុខភាពជាធម្មតាត្រូវបានបែងចែកជាពីរប្រភេទធំខ្លាញ់មិនឆ្អែត unsaturated fats ដែលមានសារៈសំខាន់ខាងសុខភាពនិងខ្លាញ់ឆ្អែត saturated fats ដែលត្រូវប្រើប្រាស់ក្នុងបរិមាណមធ្យមខ្លាញ់ trans ដែលផលិតដោយឧស្សាហកម្មគួរតែជៀសវាងតាមដែលអាចធ្វើទៅបាន 1. ខ្លាញ់ល្អសុខភាព unsaturated fats ខ្លាញ់ទាំងនេះអាចជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងបង្កើនកូលេស្តេរ៉ុលល្អ HDL ដែលល្អចំពោះបេះដូង ខ្លាញ់រុក្ខជាតិពីរុក្ខជាតិប្រេងអូលីវមានខ្លាញ់មួន monounsaturated fats ច្រើនល្អសម្រាប់បេះដូងប្រេង canola មានខ្លាញ់មិនឆ្អែតច្រើននិងអូមេហ្គា3ប្រេងដូងស្រស់មាន MCAS ដែលរាងកាយអាចទ្រទ្រង់បានយ៉ាងងាយស្រួលប៉ុន្តែត្រូវប្រើក្នុងបរិមាណតិចតួចដោយសារវាមានខ្លាញ់ឆ្អែតខ្ពស់ខ្លាញ់អូមេហ្គា3 omega 3 fatty acids មានសារៈសំខាន់ខ្លាំងសម្រាប់ខួរក្បាលបេះដូងនិងការបន្ថយការរលាកត្រីសមុទ្រមើសខ្លាញ់ដូចជា salmon makrel sardine គ្រាប់ពូជដូចជា flaxseed chia seed walnuts avocado មានខ្លាញ់មួននិងសារធាតុគីមីរុក្ខជាតិគ្រាប់ធញ្ញជាតិ nuts ដូចជា almonds walnuts pistachios ដែលផ្ដល់ខ្លាញ់ល្អនិងប្រូតេអ៊ីន 2. ខ្លាញ់ដែលត្រូវប្រើក្នុងបរិមាណមធ្យម saturated fats ខ្លាញ់ទាំងនេះអាចបង្កើនកូលេស្តេរ៉ុលអាក្រក់ LDL ប្រសិនបើប្រើច្រើនពេកប្រេងដូងដែលធ្វើអំពីសាច់ដូងស្ងួតមានខ្លាញ់ឆ្អែតខ្ពស់ត្រូវប្រើតិចខ្លាញ់សត្វដូចជាទឹកខ្លាញ់គោប្រេងសាច់ជ្រូកមាននៅក្នុងសាច់ក្រហមនិងផលិតផលអាហារមួយចំនួន Product derivative ទូទឹកដោះគោដូចជាប៊ឺក្រែមមានខ្លាញ់ឆ្អែតច្រើន 3. ខ្លាញ់ដែលគួរជៀសវាង trans fats ខ្លាញ់ trans ដែលផលិតដោយឧស្សាហកម្ម partially hydrogenated oils មាននៅក្នុងខូគីដែលទើបអាហាររហ័សនំខេកនិងអាហារបានចម្អិនជាមួយប្រេងដែលបានដុតហើយខ្លាញ់ទាំងនេះបង្កើនកូលេស្តេរ៉ុលអាក្រក់និងបន្ថយកូលេស្តេរ៉ុលល្អគន្លឹះសំខាន់សម្រាប់ការប្រើប្រាស់ខ្លាញ់ល្អសុខភាពជ្រើសរើសប្រភពខ្លាញ់មិនឆ្អែតដូចជាប្រេងអូលីវ avocado និងគ្រាប់ធញ្ញជាតិបរិភោគត្រីយ៉ាងតិចសប្តាហ៍ម្ដងដើម្បីទទួលបានអូមេហ្គា3កាត់បន្ថយអាហារដែលមានខ្លាញ់ trans ដោយអានស្លាកសញ្ញាអាហារដើម្បីជៀសវាង partially hydrogenated oils ប្រើប្រាស់ខ្លាញ់ឆ្អែតក្នុងបរិមាណតិចតួចដោយកំណត់ការបរិភោគសាច់ក្រហមនិងផលិតផល derivative ទូទឹកដោះគោពេញថ្លាកុំចម្អិនអាហារនៅសីតុណ្ហភាពខ្ពស់ពេកជាមួយប្រេងដែលមានចំណុចឆាប់ឆេះទាបដូចជាប្រេងអូលីវស្រស់សង្ខេបខ្លាញ់ល្អសុខភាពភាគច្រើនមកពីរុក្ខជាតិត្រីនិងគ្រាប់ធញ្ញជាតិការបរិភោគខ្លាញ់ប្រភេទផ្សេងក្នុងបរិមាណសមរម្យនិងជំនួសខ្លាញ់អាក្រក់ដោយខ្លាញ់ល្អអាចជួយថែរក្សាសុខភាពបេះដូងនិងសរសៃឈាម